បាទសួស្តីអ្នកនរគ្នាចឹងឥឡូវអ្នកនរគ្នានេះគឺជាវីដេអូរបៀបយើង install នៅ Python បាទចឹងទី1សូមអ្នកទាំងអស់គ្នាអាច download software ពី Telegram ដែលខ្ញុំបានផ្ញើទៅបាទពេលដែលយើងdownload ហើយអ្នក double click លើវាណា double click លើវាឧទាហរណ៍ថាខ្ញុំបើកជារូបភាពឲ្យអ្នកនរគ្នាចឹងពេលអ្នកនរគ្នា download វាមកឬក៏វាចូលទៅក្នុង browser ណាបាទហើយអ្នកនរគ្នាទៅ download click នៅលើវាមកបាទអញ្ចឹងបាទខ្ញុំវា version 3.13 ហើយបាទតែនេះរូបភាពចាស់អញ្ចឹងពេលអ្នកបានមកប៉ុណ្ណឹងមកអ្នកទាំងអស់គ្នាthích នៅលើនេះណាបាទ thích នៅលើ add python.exe to path ណាបាទបន្ទាប់មកអ្នកនរគ្នាយើងយកពាក់ព័ន្ធជាមួយនឹងcustomize installation ណា thích លើវាព្រោះ Python វារៀងពិបាកinstall តិចបើយើង install ខុសវា error វាអត់ដើរបាទពេលនេះបានប៉ុណ្ណឹងហើយ thích នៅលើវាណា thích លើវាមកអ្នកទាំងអស់គ្នាទៅ slide មួយទៀតបាទទៅរូបភាពមួយទៀតខ្ញុំសូមទៅចូលទៅក្នុង folder មួយទៀតមកនៅរូបភាពមួយទៀតបាទពេលហ្នឹងវានឹងឲ្យ thích អានេះ auto បន្តិចហើយណាមក thích អាហ្នឹង auto បន្តិចពេលណា thích យកទាំងអស់ណាបាទហ្នឹង thích យកទាំងអស់ហ្នឹងមកបន្ទាប់មកអ្នកនរគ្នាយក next ណា thích លើ next មកបាទបន្តមកទៀតនៅរូបទី3ព្រោះដោយសារតែខ្ញុំបាន install ហើយដល់អញ្ចឹងខ្ញុំពិបាកថតវីដេអូមួយទៀតខ្ញុំ print screen ទុកបញ្យល់អ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាបាន thích នៅលើអស់ហើយnext មកអ្នកនរគ្នានឹងឃើញអា thích 3នេះវា auto ហើយបាទ thích នឹង3ប៉ុន្តែនៅលើអាក្រោមនេះអញ្ចឹងអ្នកនរគ្នា thích តែលើទៅអាក្រោមក៏វា thích ដែរ thích ទាំងអស់5នៅកន្លែងនេះអាកន្លែង advanced option ណាបាទ thích នឹង5ហ្នឹងអាផ្សេងទៀតមិនបាច់ទេបន្ទាប់មកអ្នកនរគ្នាសង្កត់មើលអាកន្លែងនេះបាទកន្លែងcustomize install location ហ្នឹងគឺកន្លែងនេះឲ្យវាចេញទម្រង់បែបរបស់ខ្ញុំអញ្ចឹងណាអាហ្នឹងមិនត្រូវបើអ្នកនរគ្នាអត់ thích ទេវាចេញ address វាវែងអញ្ចឹងអត់ត្រូវទេអ្នកនេះមិនបាច់ចុចលើពាក្យ browse ទេអ្នកនរត្រូវតែ thích លើវាទៅវា auto ស្គាល់ហើយអញ្ចឹងវានឹង install អាហ្នឹងនៅក្នុង program C ឲ្យយើងណាហើយយើងចាប់ផ្ដើម install វាណាបាទ install វាប៉ុណ្ណឹងមកចុងក្រោយវានឹងចេញផ្ទាំងបែបនេះឲ្យអ្នកនរគ្នាណាបាទនេះវាចេញ set up for successful ចាំបន្តិចទៅតែប៉ុណ្្នឹងទេអ្នកនរគ្នាបាន Python មកហើយណាបាទតោះបន្តមកទៀតអ្នកទាំងអស់គ្នាសូមមកមើលរបស់វាហើយអ្នកនរគ្នាមើល introduction បន្តិចនេះបាទតបន្តិចមកពេលអ្នកនរគ្នាបានប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាចូលមក right click នៅលើកន្លែង window របស់យើងយកពាក្យ run ឬក៏អ្នកទាំងអស់គ្នាប្រើ window O ក៏បានដែរ window O ដើម្បីយើងបើក CMD នេះហ៎អញ្ចឹងយើងវាយ CMD មកចុច OK ហើយបន្ទាប់មកអ្នកនរគ្នាវាយពាក្យថា Python ដក clear ដក2ដង version អញ្ចឹងអក្សរទូច version ហ្នឹងណាបាទហ្នឹងហើយ enter វាមកបាទវានឹងចេញ Python របស់យើងនេះបាទអញ្ចឹងប្រសិនបើអ្នកនរគ្នា install ហើយវាយពាក្យថា version ហ្នឹងអត់ចេញ Python វាគឺថា unknown ឬក៏វាចេញ alert message ខុសពីហ្នឹងគឺអ្នកនរគ្នា install Python អត់ដើរទេណាអញ្ចឹងកន្លែងនេះមានន័យថាបើវាចេញ Python ចេះមានន័យថាវាដើរណាបាទឧទាហរណ៍អ្នកនរវាយ Python ហើយដក V តែមួយក៏បានដែរក៏វាលូតឲ្យដែរអូវាអត់ស្គាល់អញ្ចឹងណាបាទហ្នឹងហើយបាទដក V ហ្នឹងដូចជាតែមួយបានទេបាទនេះអត់ឲ្យបាទព្រោះអីខ្ញុំទីទូទៅប្រើហ្នឹងបាទប៉ុន្តែខ្ញុំចង់តេស្តទេបាទព្រោះអីភាសាផ្សេងគេតេស្តអក្សរ V អញ្ចឹងគឺដើរបាទអញ្ចឹងណាបាទអញ្ចឹងអ្នកនរអាចសរសេរពាក្យ version មកណាបាទតែប៉ុណ្្នឹងទេអ្នកនរគ្នានឹងទទួលបាននេះហើយបាទអញ្ចឹងខ្ញុំសូមcontrol បិទវាឡើងវិញខ្ញុំចូលម្ដងទៀតខ្ញុំ right click យក run ហើយវាយ CMD ហើយខ្ញុំវាយពាក្យថា Python clear version ណា enter វាមកឃើញហ៎ Python ដក2ដងដែរបាទហ្នឹងណាដក2ដងបាទហ្នឹងហើយបាទអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់ឲ្យអ្នកនរគ្នាយើង check មើលថា Python ដែលប្រយ័ត្នកន្លែងហ្នឹងបាទភ្លេចដែរខ្ញុំអូខេអញ្ចឹងសូមនិស្សិតទាំងអស់ជួយអនុវត្តតាមហ្នឹងមកហើយនឹងខ្ញុំនឹងចេញវីដេអូមួយទៀតគឺពាក់ព័ន្ធជាមួយនឹង create project ណាបាទជាមួយនឹង Django បាទអូខេអញ្ចឹងវីដេអូរបស់យើងប៉ុណ្ណឹងហើយសូមអ្នកនរគ្នាធ្វើម៉េចឲ្យចេញ Python version ហ្នឹងមកបាទអូខេអ្នកនេះអាចខ្ពស់ជាងហ្នឹងទៀតក៏បានដែរតែចិត្តទេណាបាទ Python របស់យើងអ្នកនេះអាចទៅ download ក៏បានដែរឬក៏យក download ពីខ្ញុំទៅ version ឲ្យវាដូចគ្នាទៅងាយស្រួលយើងអនុវត្តណាបាទអូខេអញ្ចឹងវីដេអូរបស់យើងប៉ុណ្ណឹងហើយសូមអ្នកទាំងអស់គ្នាអនុវត្តតាមបាទ